Trang mà con đi mà chẳng 25,000 Trang vô mua vô tí យក2ទៅ Trang mình cài cái có muối vô កាច់បោក muối mình lên mà Trang ចុះអាំងកាយបោកមន់នេះមកឆ្កាក់មក món muối thẻ mơn cái bóc với mơn អូ thèm ăn ôn ẩm ta này អូថ្ងៃនេះដូចអ្នកមកលេងច្រើន Trang đó nó ra cái tép nó đã ở chế thấp nó là chế ở đây vô kẹp vô ấy con con miên phương đặt đầu អត់ទេយកតែប៉ុណ្ណឹងនេះបងប្អូនឡាញគេលុបនៅច្រកចូលទឹកធ្លាក់រៀងវាស្ងាត់ទៅខ្លះនៅលុបទៅខ្លះសម្រាប់ម៉ោងទៅ4ហើយទឹករៀងល្អអូគាត់កម្ដៅឲ្យ tinh Rồi tính tình chuyện thấy chia này kia mẹ cái này cơ cơ cho đó này rồi chua buồn còn vừa bò từ ọt cái mày cắt đúng không ọt đây vì nè hôm ọt đây trơn quý các bạn đấy các bạn trên hôm con lên ăn hả con á chạy thôi con đi chạy hộp phần năng xanh đó mà qua cho mà rơ tiếp con cho nó lắm này ăn được cả như ti của bạn sang lên ăn được chưa vô em ngang ở hai nữa không biết lụa trai cầm thế này vô đẩy côn nó còn thầy trai cầm đó ngày nay bây giờ nó để chim to tới lấy nơi tận lẹ ba chai còn còn và sọt về cả tục ô bộ lời cái chặt cái sâu vây số buồn àรอมาเอาอีบ้านดกมาดองนั้นเงี้ยเลยบองผมបាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាទសូមកុំភ្លេចជួយ like share ហើយ follow subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងបងប្អូនសូមអរគុណចេញដំណើរទៅទៀតហើយបងប្អូនថ្ងៃនេះគឺនាំគ្នាទៅលេងទឹកធ្លាក់ក្បាលឆាយដែលមានចម្ងាយត្រង់ហើយទៅ30នាទីពីកន្លែងស្នាក់នៅរបស់ពួកយើងនោះហើយសារនេះគឺយើងត្រូវបាត់ស្ដាំទៅតាមផ្សារក្លែងលើរង្វង់មួយគ្រុះហើយបកក្រើទៅផ្លូវជាតិលេខ4នៅស្ដាំដៃខាងនេះគឺច្រកចូលផ្សារក្លែងលើយើងត្រូវបត់ស្ដាំដើម្បីឲ្យច្រាត់ផ្លូវយើងទៅរង្វង់មូលដោយយើងធ្វើការបកក្រោយទៅផ្លូវជាតិលេខ4វាមានរយៈពេលចិត្តពីកន្លែងស្នាក់នៅនឹងដែរទេបងប្អូនហើយចង់ដឹងថាទឹកធ្លាក់ខែនេះសម្បូរទឹកឬអត់ចាំទស្សនាទាំងអស់គ្នាជាមួយខ្ញុំបងប្អូនឥឡូវយើង let's go នេះបងប្អូនរង្វង់មូលគ្រុឌអានឹងរង្វង់មូលស្រាបៀងអង្គរហ្នឹងយើងអស់តិចឲ្យឡានទៅមុនហើយនេះបងប្អូននៅឆ្វេងដៃយើងហ្នឹងគឺរោងចក្រស្រាបៀងអង្គរ
វាជាប់នឹងរង្វង់មូលនឹងតែម្ដងឃើញធំធំហ្នឹងបងប្អូនអាហ្នឹងគឺធំស្តុកស្រាហ្នឹងហើយផលិតស្រាគេអបអាហ្នឹងហើយអបស្រាឲ្យក្លិនជីគាត់តែជីកាត់ហ្នឹងក៏ធំក្លិនឈ្ងុយដែរបងប្អូនអលក្ខណៈដូចយើងបាត់ស្រានេះយើងធំក្លិនស្រានេះជាធំក្លិនដូចស្រូវស្រឡៃហើយយើងបានបកក្រោយគឺយើងទៅត្រង់រហូតដល់មានអីទេបងប្អូននៅកំពង់សោមអត់យើងទៅលេច្រើនដែរយើងឆ្លៀតនាំគ្នាដើរលេងហើយនាំអារម្មណ៍បងប្អូនទៅជាមួយខ្ញុំដែរតាមរយៈវីដេអូនេះបងប្អូនមេឃកភ្លៀងដែរស្មាននេះសម្រាប់ទឹកធ្លាក់បើមេឃភ្លៀងខ្លាំងអីរៀងពិបាកដែរមកលវឹកមុនខែភាសាបាក់តនុកហ្នឹងគេទុកទឹកស្អាតប្រើប្រាស់បងប្អូនក៏ភ្លៀងខ្លាំងពេកវាដីគេទឹកចាក់ថ្មីដែរបាក់បដោតបាក់ទៅអាហ្នឹងយើងផ្លូវដែរដាច់ផ្លូវនិយាយមុនទៅក៏បងប្អូនអត់ទាន់ចាប់បានដែរព្រោះអីយើងអត់ទាន់ដល់ទីតាំងពេលដល់ទីតាំងខ្ញុំនឹងបានអានសារទៀតឲ្យគាត់ទៅមុនចុះផ្លូវជាតិលេខ4បងប្អូននេះអានេះបែកមកពីផ្លូវលឿនសម្រាប់អ្នកភ្នំពេញមកលេងកំពង់សោមគឺងាយស្រួលលឿនតែដោយសារមានផ្លូវលឿនទឹកធ្លាក់នេះយើងជិះអត់ដល់ផ្លូវចូលទៅផ្លូវលឿនទេវានៅក្រោយនឹងទេអញ្ចឹងចិត្តមែនតើបងប្អូនអានេះគឺឡើងចុះចណោទៅបងប្អូនផ្លូវកំពង់សោមគឺបែបនេះវាតំបន់ឆ្នេរវាតែងតែមានភ្នំអញ្ចឹងបងប្អូនពីមុនអត់ធ្លាប់មកស្នាក់នៅកំពង់សោមគិតថាវាជាឆ្នេររាបស្មើអត់មានទួលអត់មានអីទេបងប្អូនតែដល់មកជាក់ស្ដែងផ្លូវដែលយើងចង់ទៅស្នេហ៍ត្រូវឆ្លងកាត់ទៅដល់ផ្លូវចឹងផ្លូវខ្លះចោលខ្លាំងផ្លូវខ្លះចោលតិចតាមការធ្វើជំរាបបងប្អូនហើយកន្លែងខ្លះចម្ងាយខ្លីទៅជំរាបវារៀងចោលខ្លាំងក្លៀងលើឲ្យកន្លែងខ្ញុំស្នាក់នៅនេះគឺនៅលើចំណោទបងប្អូនចឹងពេលចង់ចុះទៅឆ្នេរគឺត្រូវឆ្លងកាត់ចំណោទទីនេះដូចលក្ខណៈច្រាស់កញ្ចក់លំហើយកញ្ចក់ណាខ្ញុំចង់ទៅលេងទឹកធ្លាក់នេះឡើងទៅសមុទ្រទៅទឹកធ្លាក់ម្ដងឡើងនេះផ្សារដែរតែមិនដឹងផ្សារយេនៅច្រើនណាស់
ម្យ៉ាងដែរបងប្អូនពីច្រើនគឺអត់ធ្វើផ្លូវមកជើងស្ពានមកជើងឆ្លងផ្លូវទេគេធ្វើក្រោមផ្លូវវិញគេធ្វើរងក្រោមដីគឺយើងអាចចូលឆ្លងផ្លូវសម្រាប់សិស្សសម្រាប់កន្លែងផ្សារអីគឺមានបើពេញអាហ្នឹងគេធ្វើស្ពានសម្រាប់អ្នកមកជើងតែធ្វើខាងក្រោមផ្លូវនេះគេថាចំណាយតិចហើយវាងាយស្រួលជាងពេលបងប្អូនណាអត់ដឹងថាពន្ធនាគារទុកនៅកំពង់សោមនៅម្ដុំណាចាំដល់ខ្ញុំបង្ហាញនៅតាមផ្លូវទៅលេងធ្លាក់នឹងដែរបងប្អូនពន្ធនាគារគេនៅហ្នឹងផ្លូវបាត់ដូចផ្លូវបាត់ដូចហូតរំលងទួលឡើងបន្តិចទេបាត់គេពីកន្លែងស្នាក់នៅរបស់ខ្ញុំទៅតងតា5-10ទៅ20-25នាទីអីដល់បងប្អូនចិត្តមែនតើហើយយើងបាត់តាមនេះហ៎ហើយទៅគីឡូតាមហ្នឹងយើងបាត់តាមហ្នឹងហ៎ស្ទឹងហៅភ្នំពេញអញ្ចឹងយើងអត់ទៅដល់ផ្លូវច្រកចូលផ្លូវលបឿនលឿនទេបងប្អូននៅក្រៅគឺចិត្តមែនតើយើងត្រូវការបាត់ឆ្វេងទៅច្រកនេះមានឡានធំចេញមកទៀតហើយមានផ្លែស្ងួតបងប្អូនដល់ផ្លែស្ងួតទេនេះបងប្អូនពន្ធនាគារនៅមុខនេះនៅឆ្វេងដៃហ្នឹងហើយបងប្អូនអ្នកដែលអត់ស្គាល់អីតែកុំចង់ស្គាល់អីបងប្អូនបាទមកនៅហ្នឹងតំណប់នៅមុខនោះក្នុងតំណប់ទឹកបងប្អូនដែលទឹកស្អាតយកមកប្រើនៅទីរោងខេត្តចឹងធំដែរមិនមែនគេឆ្នៃទឹកសមុទ្រយកមកប្រើទេគឺគេយកទឹកពីហ្នឹងទៅនេះបងប្អូនអ្នកនៅឆ្វេងដៃហ្នឹងគឺពន្ធនាគារបងប្អូនមកចាំសួរសុខទុក្ខកូនចៅពូមីដែលមានតោធ្វើតែល្អទៅរស់នៅបានសុខស្រួលហើយចាំបាច់អីមកចង់បាយស្រាប់បងប្អូនឃើញទេតំណប់ទឹកស្អាតធំមែនតើខែខ្លះកំពង់សោមបើទឹកចេញមករ៉េគឺទឹកអត់គ្រប់គ្រាន់ដែរទៅហើយពេលភ្លៀងខ្លាំងគឺបាក់អាផ្លូវហ្នឹងបងប្អូនតែគេធ្វើផ្លូវផងសម្រាប់តំណប់នឹងផងហើយច្រោះបាត់ទាំងខែនេះមេឃគាត់ប្រុងភ្លៀងទេខ្ញុំធំថាមិនភ្លៀងទៅចោះហើយចឹងចង់ដឹងថាពេលទៅដល់ទឹកធ្លាក់សម្បូរទឹកអត់ខែនេះខែ1នេះចឹង3-4ខែមុនអានោះបានសម្បូរទឹកអីនៅភ្លៀងតែរយៈនេះភ្លៀងដែរមេពីមេអីដល់ចាក់ត្រីខ្ញុំមកសានេះដូចប្លែកណាស់អាងទឹកហ្នឹងទឹកច្រើនមែនតើរាល់ដងទៅមានទឹកទេ selfie ឡើងនេះមួយសិន
ថតអាងស្តុកទឹកឲ្យបងប្អូនបានមើលដែរថាកំពង់សោមគេយកទឹកស្អាតពីណាទៅប្រើគឺគេយកពីហ្នឹងបងប្អូនតែការឆ្នាំទៅគឺបាក់ទំនប់ហ្នឹងបាក់ផ្លូវហ្នឹងហ្មងមិនទំនប់ទេតែគេទៅដីនេះគឺផ្លូវហ្នឹងគឺចាក់ថ្មីដែរទឹករួចរាល់ selfie lạiនេះមួយសិនវាស្អាតទឹកសាបស្អាតដែរហ្នឹងអូយបានពាក់កណ្ដាលផ្លូវឲ្យបងប្អូនបានពាក់កណ្ដាលផ្លូវឲ្យបងប្អូននេះគឺទំនប់ទឹកដែលគេយកទៅប្រើនៅកំពង់សោមហ្នឹងបងប្អូនតិចអត់ស្គាល់អ្នកនៅកំពង់សោមថាគេយកទឹកសាបពីណាទៅប្រើគឺគេយកពីហ្នឹងឯងបងប្អូនដែលយើងមកនេះគឺពាក់កណ្ដាលផ្លូវហើយទៅទឹកធ្លាក់ក្បាលឆាយហើយចាំមើលថាទៅដល់ទឹកធ្លាក់ហ្នឹងគឺវាស្បូរទឹកអត់មួយខែនេះវាដាច់ភ្លៀងដែរហើយតែគាត់ថាវាមានកក់ខែមួយមេអីមកអញ្ចឹងណាបងប្អូនតនេចេះឆ្លៀតតាលេងឲ្យហើយស្អាតបងប្អូនខាងទឹកនេះគឺមានទាំងសងខាងផ្លូវបងប្អូនហើយធំមែនតើគេទឹមស្ដាហើយគេធ្វើផ្លូវនេះកាលឆ្នាំទៅភ្លៀងខ្លាំងជាប់គ្នា 4-5 ថ្ងៃបាក់ប្រោចឹងពេលភ្លៀងខ្លាំងមកលេងក៏ហានិភ័យដែរតែបាក់ផ្លូវរើផ្លូវទៅផ្ទះវិញអត់ឃើញទេមកហើយស្រួលបងប្អូនស្អាតមែនតើstress ណាស់ខ្ញុំចង់ទៅលេងទឹកធ្លាដោបើរដងយើងទៅលេងសមុទ្រដែរថ្ងៃនេះយើងមកលេងទឹកធ្លាក់ម្ដងតើបងប្អូនទស្សនាឡើយនឹងប៉ុណ្ណឹងបានហើយយើងបន្តដំណើរទៅទឹកធ្លាក់ទៀតព្រោះអីរៀងល្ងាចដែរហើយម៉ោងខ្ទង់ 4 នេះស្មាននេះតោះបងប្អូនយើងបន្តដំណើរទៅទៀតហើយចា៎ឡើងគឺជាទំនប់ទឹកใจបងប្អូននោះហើយជាកន្លែងចម្រោះទឹកបងប្អូននៅឆ្វេងដៃយើងតែកន្លែងគេចម្រោះទឹកស្អាតយកទៅប្រើតែយើងនៅឆ្ងាយទៀតយើងទៅមកនេះបានពេទ្យតាលហើយចាប់ពីហ្នឹងទៅគឺផ្លូវគ្រូក្រហមបាច់ទៅអូដូចគេដូចចាក់ផ្លូវមកពេទ្យផ្លូវបេតុងហ្នឹងបានចាក់ឲ្យមកទៅស្រួលឆ្វេងឬស្ដាមយកឆ្វេងហ្នឹងតែគៀកខាងស្ដាមខាងស្ដាមនោះវាផ្លូវគ្រូក្រហមអូចាប់ដើមចាក់កស៊ូឲ្យបងប្អូនចាក់បេតុងឲ្យបងប្អូនអញ្ចឹងវាកាន់ថាងាយស្រួលទៀតហើយអញ្ចឹងពេលមកទឹកធ្លាក់ពីមុនផ្លូវដូចអាកន្លែងទំនប់មិញអញ្ចឹងបងប្អូនភ្លៀងមកវារៀងដក់ទឹកកលេសកឡប់បីតិចតួចដែរតែឥឡូវគេធ្វើបានស្អាតហើយឆ្នាំមួយទៀតផែបេតុងអស់ហើយទៅតែមកកន្លងអញ្ចឹងសិនក៏ងាយស្រួលដែរបងប្អូនវាលែងរដាក់រដប់ដូចមុនហើយកំពង់សោមទីច្រើនកន្លែងទឹកធ្លាក់កន្លែងអីដែលឆ្ងាយពីឆ្នេរគឺយូរនឹងអភិវឌ្ឍទៅបងប្អូនអត់ដូចកំពើទេកំពើកន្លែងខ្លះមិនតំណើងផងគេផ្នៃទៅស្អាតទៅគឺកន្លែងតាក់ទាញមួយដែរតែកំពង់សោមមានស្រាប់ផ្លូវនៅប្របាពេលខ្លះចាញ់បោក Google បងប្អូន Google Map យើង search ទៅពោះប្រាប់ផ្លូវយើងថាផ្លូវស្រួលផ្លូវគ្រូក្រហមដែរស្រួលដែរតែពេលខ្លះវាអត់លោតមកនឹងតែវាលោតទៅណាផ្លូវអតិចោក្នុងព្រៃរកព្រៃចុះឡើងជិះ 3-4 ម៉ោងមិនមកដល់ហើយតាមពិតចាស់ស្ដែងបើយើងស្គាល់ផ្លូវទីថាកន្លះម៉ោងដោយការវីដេអូមុនដែលខ្ញុំមកកំពង់សោមដំបូងបលេងទឹកធ្លាក់
ba chai nắng miền này cô coi map lột tam pre trai lời nó cứ lột để đi ta sam sập tiền để lột tam pre trai nó cứ mau vì hàng đâu mà mình từng hà hay men lời chẳng thể lời tôi mà tết tổ lời song hàng đấy cứ pre sập tầm mình đó ai chi miền đã ai thầy chi máu khơi nè đào bể bể tầm mông ngay không pre đến xua nó ăn cái trong cái fly được lời mình một ổn tàu bị ngạt phê thấy cái hai mền lời này người ta cho chi máu mà đo được lẹ nằng đà cái cô tôi má biết báo với bao đến ta dân chi mà đo là cái xua cái fly của ấy bắt tục chặt rồi cô lời bị ngạt từ thì chỉ tới đôi chỉ câu prey prey ra này một phần mệnh prey không này prey tôi nó mình đang lời cái này rộng prey á để đọc rồi nó vẫn gọi là lời nè lời nó bị muốn chơi là đọc lời sẽ trong hai mà làm mình biết cái lần này một lời trầu tập lệ bị muốn chi hóa lại ta vì còn về cái cách cho môi năng ạt ruột lời nó vẫn bài cái bài chi tăng bài tầm đó còn lại dân tinh support này mà bên tinh support tất lẹ ba chai xôm xoa cùng mẹ đằng này cũng còn lọc này mình thầm này nhưng mà đòn đấy cứ tận ốc tật mà quay tiền là một ồ mà nó còn chờ cài nữa cười còn chờ cài còn chỉ là đòn còn vứt ông lấy lâu là sập bớt môi pì pònแบบเยอะจริงหนึ่งเนี้ยมาปอนเยอะปีเนี้ยปีปอนจึงชอบใส่ยังเลยนั่งไต่ทอดเลยเต่าสะอาดนะในบองปอนสนุกในทางขนมนั้นคือมีสต็อปตักมาหลายเกียรติจังจ้าทราบสำหรับปลาในกระพงซาวอะไรนี่เรียนขมังครับทราบเหมือนกันđây kìa lên trai ôi lên trai trai này chết sân về xua này lại là đây chọn lên lên đánh thái đánh tùng ca miền ấy miền ấy tật sáp nên là đây nắng đây sẽ bôi tật sáp xong rồi chọn này trai ấy màu này nữa trai mày xa ra bông ôn cái này nè lời từ tật lẽ hayในខាងក្រៅយើងនេះគឺជាអាងស្តុកទឹកមួយទៀតហើយបងប្អូនហើយប៉ុន្តែគាត់ថាទឹកវារៀងខ្មៅបន្តិចចឹងណាបងប្អូនវាមានដើមឈើអីព័ទ្ធជុំវិញហ្នឹងមានឈើងាប់ស្លឹកឈើជ្រុះអីចឹងវាអាចធ្វើឲ្យទឹកនឹងខ្មៅដែរបងប្អូនហើយចឹងទៅយើងសម្រាប់មើលទេសភាពកន្លែងហ្នឹងប៉ុណ្ណឹងយើងបន្តទៅមុខទៀតទាំងអស់គ្នាបងប្អូនLet's go waterfall ក្បាលឆាយខាងនេះដែរនេះគេតុបធ្វើតំណទឹកដែរតុបទឹកដែរតែនេះគេកំពុងរៀបចំតែពីមុខនោះហៅខាងស្ដាំដៃនេះក៏ហៅថាតែឡើងនឹងវាដើមឈើច្រើនមើលទៅហើយវាខ្មៅទឹកhai cái mình thì cái sập hạt có lại những đám chơi ngọt lại hàng cào đấy nó là nồng tắc đấy kia vàng đà hạt thần bông ồn tập lời đấy có riêng tròn kim môn này riêng cả sụp và riêng bay xa
nơi tầm còn lại những kia tông on vô tất cả quanh là này quay buồn ổn tất có sân lưng quanh này rồi đi tất hẹn mau vú lơi bê tông lo liền rồi chìm cái này mà tịt mình kia toàn chạy nó hay đặt lại nông mình tới lời như hỏi bạn chạy chẳng tới làm sờ hỏi rồi mình là mùi ngật lục một còn đây thôi chạy mình chỉ phải chạy này bật chiêng bật ấy từ màu này từ kè đó mình cùng bên đâu bị chạy theo chui bật ở cuộc đời cùng rốn sang xó phụ cái là than đúng start cái trong thơ này nắng hỏi có là bây cái chặt cái nát ta update ខ្លាំងមែនតើនៅសម្រាប់ update មែនតើណាឆ្នាំផ្លៃតិចមកឆ្នាំផ្លៃតិចហើយបងប្អូនអានេះតំណទឹកទៀតនេះស្ដាំដៃធ្វើដៃតែគាត់គេធ្វើគាត់ហើយគាត់មានទឹកស្តុកទៅមានកាន់តែច្រើនទៅនឹងឲ្យការទឹកស្អាតទៅកាន់តែច្រើនcon sao đây chứ không phải đâm mà đâm mấy mấy đâm cái này đâm mấy nó bọn đồng cả ô lại đi chào cô hả này rồi chơi chào chơi rồi gì hỏi cái nào anh lẹ lực đó trong cái nào này rất hot ôi chị làm lời khổ khổ ấy khổ cái này sao lời được tông ra thế tập lời cái lệch lọc đời lực nguồn đấy chị trên bàn là bươn liền làm lời alo xin lời cái đây lệch
ជីទុកបណ្ដែតទឹកក៏បានឆាននឹងគេជីកម្លាក់ពីទឹកជ្រក់ជីទុកហើយនេះក៏មិនច្រើនដែរចាកន្លែងយើងនេះម៉ូតូញ៉ាំម៉ូតូអត់ទេដើរទៅចំណុចគិតដែរទៅជិះទៅលេខសារគេទៅលុបទៅស្វាយគិតមានណាទៅស្មាននេះគេលេងជើកាយបោកងន់អាតែយកទីសិនតែយកមកអបទៅតិចចានមើលកូន20000ចាន25000ចាយកមួយយកពីរយកពីរទៅចាមិនកាច់កណ្ដឹងមួយយកកាយបោក10000ហ្មងចាចុះអាងកាយបោកមន់នេះមកឆ្កាក់មិនមន់មួយ50000កាយបោក20000អូបាទតែអាំងអូនអត់មកតាហើយអូថ្ងៃនេះដូចអ្នកមកលេងច្រើនចាទៅមកយកចេះស្លេងដាក់ឲ្យចេះឆាប់មកណាចេះអស់ហើយយកកែបយកអីកូនតាមមានភ្លើងដាក់đầuអត់ទេយកតែប៉ុណ្ណឹងនេះបងប្អូនឡាញគេលុកនៅច្រកចូលទឹកធ្លាក់រៀងងាយស្ងាត់ទៅខ្លះនៅលក់ទៅខ្លះសម្រាប់ម៉ោងទៅ4ហើយទឹករៀងល្អអូគាត់កំដៅឲ្យទិញcòn gì tình thật chuyện thấy chia này kia mẹ cái này cơ trớn này rồi chua buồn bón việc bó từ ọp cái mày cắt đúng không ọp thế vì nè hộp bó thế trơn tí các bạn nhé các bạn trên thùng con như ăn nè con á cái thôi con hộp phần năng sân đấy mà qua cho mà rơ tiếp con cho mắm cái này không biết lộ tray cơm đấy này dân này buôn nó còn tray cơm hả đạt tới ngon tới bạn
អូទឹកខែនេះរៀងល្អអត់មានទឹកមែនបងប្អូនវាសត់ទឹកបាច់ក្របភ្លៀងចឹងរៀងសត់ទឹកឆ្វេងស្ដាំព្រលងាចឹងគេលែងយកសបត់បើពេលព្រឹកគេយកហើយអ្នកយកទៅសម្រាប់បាត់ហើយមិនទឹកប៉ុនបោះឡើងមកក្នុងនេះក៏មានតូបជាកញ្ចុះកន្លែងយើងអង្គុយហើយយើងកំងហូបគេហូបបានណាបងប្អូនចុះតាមផ្អែបនឹងទឹកធ្លាក់ល្ងាចរៀងស្ងាត់យើងចុះទៅក្រោមលេងសិនដាក់ផ្អែកនឹងសិនទៅនេះបងប្អូនយើងមកដល់ទឹកធ្លាក់ហើយតែនេះគឺយើងផ្លូវយើងចុះទៅទឹកធ្លាក់បាឆាយបងប្អូនគឺបែបនេះទឹកខែនេះទៅសបោទឹកប្រមាណទេតិចហើយជំនាញចុះយើងអង្គុយតាមមាត់ទឹកធ្លាក់នេះយើងកំងហូបទឹកមានតិចដែរបងប្អូនអត់ដាច់ទៅឆ្នាំមុនដាច់ទឹកទៅម្ដងវាឡើងលៀងមើលខាងซ้ายมันទឹកច្រើនឃើញដល់ផ្ទាំងថ្មហើយអត់ទឹកមកស្ពានអាកាសលឿនបងប្អូនផ្លូវលឿនគឺស្ពានឆ្លងទឹកធ្លាក់ហ្នឹងទៅប្រទេសថៃក្រោមតែខែនេះវាដាច់ទឹកភ្លៀងតែយើងមើលឃើញផ្ទាំងថ្មតែបើខែទឹកច្រើនយើងមើលមិនឃើញទេផ្ទាំងថ្មនេះគឺស្អាតតែបងប្អូនផ្ទាំងថ្មធំចុះទៅក្រោមនេះចុះទៅក្រោមនេះមានទឹកនៅទឹកតិចដែរបងប្អូនអត់ដាច់ទៅឆ្នាំមុនបាច់ទឹកតែម្ដងហើយទាំងថ្មគឺធំបានស្អាតមែនទេអានេះតំណាក់ដែលយើងជិះឆ្លងស្ពាននឹងវិញតំណាក់ទឹកផុតឡើងវិញចាំឆ្ងាយមែនទេអត់ទឹកទេបងប្អូនអើយខែនេះស្ងួតចេះតែយើងបានមើលថ្មខែទឹកច្រើនយើងមើលថ្មមិនឃើញទេពេលខែប្រាំងគឺបង្អួតសម្រស់នៃផ្ទាំងថ្មបងប្អូនគឺបែបនេះទឹកស្រក់តក់អូយ
ស្អាតបងប្អូនមកក្នុងដូចក្នុងរូបនេះយើងមកដល់ហើយបងប្អូននេះគឺទឹកធ្លាក់ក្បាលឆាយចឹងខែនេះគឺយើងមកចំខែរាំងខែអត់ត្រូវមានភ្លៀងវាមានមួយមេដែរបងប្អូនចឹងអត់ត្រូវមានទឹកទេចឹងយើងអាចមើលឃើញទាំងថ្មដ៏ស្រស់ស្អាតបានបងប្អូនទាំងថ្មធំដូចឃើញនៅខាងក្រោយខ្ញុំចឹងស្អាតមែនទែនទឹកតិចវាមានភ្លៀងមួយមេកក់ខែអីខ្លះដែរខែនេះវាអត់ដាច់សោះទេហើយមេឃរៀងស្ទុំណាស់យើងមកហូបពេលនេះចឹងមកសារនេះគឺយើងឃើញតែផ្ទាំងថ្មទេធំមែនតើនៅសល់តែផ្ទាំងថ្មឲ្យយើងមើលបានស្អាតទេបងប្អូនផ្ទាំងថ្មនេះប្រយ័ត្នគ្រប់ថ្នាក់គឺខ្លាចយើងល្អអីដែរស្អាតដុំថ្មចឹងយើងបន្តដំណើរទៅខាងលើទៀតបងប្អូនខាងលើនោះក៏មានទឹកធ្លាក់ដែរប៉ុន្តែវាអត់ជាល្បាក់ជ្រៅចឹងទេវាដូចជាអូវិញតែវាមានថ្មមានអីចឹងយើងអាចលេងបានតែនេះគឺជាល្បាក់ពុះមែនតើស្អាតចានេះល្បាក់ទី1យកទៅក្រោមនោះល្បាក់ទី2អានេះល្បាក់ទី2បងប្អូននេះបងប្អូនល្បាក់នេះមកជួយបាត់នៅនឹងកោះបងប្អូនល្បាក់ទី2នេះស្អាតបងប្អូនដល់វគ្គហូបអីម្ដងបងប្អូនអញ្ចឹងយើងទិញនៅតាមផ្លូវចូលមិញហ្នឹងឥឡូវយើងមកអង្គុយហូបបែបហ្នឹងនៅលើផ្ទាំងថ្មដ៏ស្រស់ស្អាតនៃទឹកធ្លាក់ក្បាលឆាយហ្នឹងបងហើយបន្តិចទៀតយើងនឹងឡើងទៅលើវិញទៅលេងនៅក្បាលទឹកខាងលើបងប្អូនអាហ្នឹងដូចជាអូអញ្ចឹងយើងអាចនៅវានៅខាងនោះតែខាងនេះទឹកធ្លាក់មួយខាងនោះទឹកធ្លាក់មួយទៀតវាពីរច្រកមកវារួមគ្នាចុះអាកលៈទី2ហ្នឹងទឹកអស់ហើយចឹងមើលយើងទៅលេងនៅខាងលើខាងនោះមួយទៀតចឹងអានេះយើងសម្រាប់ហូបអីតិចសិនបងប្អូននេះក៏ហាត់បន្លាហើយអប់ដល់មើលបាទហើយលេងទឹកធ្លាក់អត់ផ្លិចដែរដូចទឹកlà một hai nhưng mà lên bầu và thật đấy đơn trên ra nhưng mà lên đấy tên mình thật đấy là cái nhiều lắm hai thật rồi thật luôn muốn ăn quá sao 30 này tại vì nó bóng đi bán 30 nàyเอาจุดดอกแต่ยังคุยไว้อยู่ที่มันอยู่จุดไอ้อยู่ที่มันเป็นอันกลับก็มาทำเหมือนแต่เป็นอะไรเลยคุณตัดแล้วแต่เป็นเราđặt thật của mình nhé làm này ai cũng đặt thì
พอเล่นตะเกียบใครในจอมใครไปยังเรียนไอเรียนอัตมอเลยเลยบ่ไอดออัดตักเล่นยังเรียนอังกุยหอบไปเลยเลยเตียงขโมบ้านนังธรรมดาเก็บตัวบางบอลมาจังขโมจับติดហើយនេះគឺយើងឆ្លៀតចុះទៅខាងក្រោមបន្តិចដើម្បីផ្ដិតយករូបភាពនៅខាងក្រោមហ្នឹងបងប្អូនទាំងថ្មគឺធំធំស្អាតបែបនេះនៅខាងក្រោមហ្នឹងបងប្អូនហើយគឺដាច់ទឹកតែម្ដងអូខាងហ្នឹងគឺដាច់ទឹកខាងលើហ្នឹងគឺជាតំណទី1បងប្អូនដែលយើងជិះឆ្លងស្ពានមកពីខាងលើហ្នឹងមិញហ្នឹងទឹកវាមានប៉ុន្តែគេធ្វើទំនប់ប្រហែលជាកម្ពស់ពីថ្មខ្ទង់1ម៉ែត្រដល់អញ្ចឹងវាទប់ទឹកនៅខាងលើហ្នឹងអត់ឲ្យហូរធ្លាក់មកខាងក្រោមនេះបានអញ្ចឹងបងប្អូនប៉ុន្តែនៅតំណទី2ខាងមុខនោះគឺនៅមានទឹកនៅឡើយបងប្អូនគេអត់មានធ្វើទំនប់អីទេអញ្ចឹងទឹកវាអាចហូរធ្លាក់មកខាងក្រោមបានហើយនេះគឺជាតំណទី1នេះគឺគេទប់ទឹកដល់អញ្ចឹងអត់មានទឹកធ្លាក់មកទេវាមានតិចរិចទៅតែអត់តែម្ដងបងប្អូនហើយខាងក្រោមគឺទិដ្ឋភាពបែបនេះជ្រៅមែនតើបងប្អូនហើយទឹកទាំងអស់ហ្នឹងគឺមកប្រមូលផ្ដុំនៅខាងក្រោមនឹងទាំងអស់អានឹងតំណទី2ជម្រៅវាកតុងជាង10ម៉ែត្រហើយបងប្អូនហើយតំណទី1ទី2ខាងលើហ្នឹងគឺជម្រៅវាតែ3-4ម៉ែត្រទេអញ្ចឹងវារៀងរាក់តែមកប្រមូលផ្ដុំនៅខាងក្រោមហ្នឹងគឺជ្រៅមែនតើតំណទី2អញ្ចឹងយើងបន្តដំណើរទៅតំណខាងលើខាងមុខនោះបន្តទៀតបងប្អូនចង់ដឹងថាទស្សនវិជ្ជាបែបម៉េចខ្លះតោះបងប្អូន let's go ហើយនេះគឺយើងបានមកដល់តំណខាងលើទី1ចំហៀងខាងហ្នឹងហើយបងប្អូនគឺទស្សនវិជ្ជាបែបហ្នឹងគឺនៅមានទឹកច្រើនហើយវារៀងស្ងប់ស្ងាត់តិចដែរបងប្អូនមានមនុស្សប៉ុន្តែវានៅរក្សាភាពស្ងាត់បានល្អគឺអញ្ចឹងយើងមកដឹងអំពីទឹកធ្លាក់ក្បាលឆាយបន្តិចបងប្អូនទឹកធ្លាក់ក្បាលឆាយគឺជាតំបន់រមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញមួយដែលស្ថិតនៅក្នុងខេត្តព្រះសីហនុវាគឺជាកន្លែងសម្រាកកាយដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលចង់ផ្លាស់ប្ដូរបរិយាកាសពីការលេងទឹកសមុទ្រមកងូតទឹកធ្លាក់ដ៏ត្រជាក់ស្រេបនេះគឺជាចំណុចសំខាន់ដែលពិពណ៌នាអំពីទឹកធ្លាក់ក្បាលឆាយទឹកធ្លាក់នេះមានប្រវែងប្រហែល16គីឡូម៉ែត្រពីទីរួមខេត្តព្រះសីហនុស្ថិតក្នុងសង្កាត់លេខ1ដើម្បីទៅដល់ទីនោះអ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ4រួចបត់តាមផ្លូវលំដែលហ៊ុំព័ទ្ធទៅដោយជួរភ្នំនិងព្រៃឈើខៀវស្រងាត់ទឹកធ្លាក់នេះទទួលបានប្រភពទឹកពីភ្នំជាច្រើនមកជួបគ្នាប៉ុន្តែចំណុចដែលទាក់ទាញបំផុតគឺមានជ្រោះខ្ពស់ដែលធ្លាក់មកលើផ្ទាំងថ្មធំបង្កើតបានជាសំឡេងក្រហឹមយ៉ាងក្រឹកក្រែងនិងផ្សែងទឹកខ្ចាត់ខ្ចាយមើលទៅគួរជាទីគយគន់ហើយត្រជាក់ខ្លាំងបងប្អូនសម្រស់ក្បាលឆាយប្រែប្រួលទៅតាមរដូវកាលរដូវវស្សាទឹកមានបរិមាណច្រើនហើយធ្លាក់ខ្លាំងទៅលើនឹងផ្ទៃថ្មនិងមានសោភ័ណភាពស្រស់ត្រកាលបំផុតរដូវប្រាំងទឹកតិចជាងមុនប៉ុន្តែទឹកថ្លាឆ្វង់ស្ងប់ស្ងាត់សមស្របសម្រាប់ការអង្គុយលេងនិងទទួលទានអាហារក្បាលឆាយមិនគ្រាន់តែជាកន្លែងងូតទឹកប៉ុណ្ណោះទេប៉ុន្តែជាកន្លែងសម្រាប់ផ្ដិតយកខ្យល់អាកាសបរិសុទ្ធពិតភ្ញៀវទេសចរអាចចុះលេងទឹកតាមអាងទឹកទូចនៅចន្លោះផ្ទាំងថ្មហើយនៅទីនោះផងដែរមានកញ្ចុះសម្រាប់ជួលសម្រាកកាយដែលអនុញ្ញាតឲ្យយើងកម្មង់ម្ហូបអាហារក្នុងស្រុកដូចជាមាន់ដុតត្រីអាំងមកទទួលទានជុំគ្រួសារបានយ៉ាងឈ្ងុយឆ្ងាញ់ហើយមានប្លង់ទឹកធ្លាក់ដែលហូរលើកាំជណ្ដើរថ្មធម្មជាតិគឺជាទីតាំងសម្រាប់អ្នកចូលចិត្តថតរូបក្រៅពីជាតំបន់ទេសចរក្បាលឆាយគឺជាប្រភពទឹកស្អាតដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាជននៅក្នុងក្រុងព្រះសីហនុទាំងមូលផងដែរ
តំបន់ក្បាលឆាយត្រូវបានរកឃើញតាំងពីឆ្នាំ1960 ប៉ុន្តែដោយស្ថានភាពសង្គ្រាមតំបន់នេះត្រូវបានគេបោះបង់ចោលមួយរយៈធំនិងធ្លាប់ជាមូលដ្ឋានរបស់ខ្មែរក្រហមនៅឆ្នាំ1998តំបន់នេះត្រូវបានអភិវឌ្ឍឡើងវិញឲ្យក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍និងជាប្រភពទឹកស្អាតទឹកធ្លាក់ក្បាលឆាយមិនមែនជាប្រភេទទឹកធ្លាក់មួយដំណាក់ខ្ពស់ត្រដែតដូចទឹកធ្លាក់ប៊ូស្រានោះទេប៉ុន្តែវាមានលក្ខណៈជាកាំជណ្ដើរថ្មជាច្រើនថ្នាក់ក្នុងរដូវវស្សាកម្ពស់ទឹកធ្លាក់អាចឡើងដល់ 9.5 ម៉ែត្រនិងមានទទឹងធំទូលាយសម្រាប់អ្នកដែលចង់ទៅលេងនៅទីនោះគួរទៅដល់ចន្លោះម៉ោង 10 ព្រឹកដល់ម៉ោង 2 រសៀលព្រោះពន្លឺថ្ងៃចាំងចូលមកក្នុងព្រៃបង្កើតបានជាឥន្ធនូទូចៗនៅលើផ្សែងទឹកយ៉ាងស្រស់ស្អាតហើយមួយវិញទៀតគួរត្រៀមស្បែកជើងដែលមានភាពស្អិតល្អព្រោះទាំងថ្មអាចមានស្លែរអិលខ្លាំងហើយម្ហូបដែលល្បីប្រចាំតំបន់នោះគឺមាន់ដុតក្បាលឆាយគឺគេយកមាន់ស្រែមកដុតហើយផ្គាប់ជាមួយនឹងទឹកត្រីកោះកុងយ៉ាងឈ្ងុយឆ្ងាញ់បងប្អូនអាហ្នឹងគឺជាម្ហូបតំបន់ល្បីនៅទឹកធ្លាក់ក្បាលឆាយហ្នឹង
។